ហើយសម្រាប់ការប្រើប្រាស់វាវិញគឺងាយស្រួលមែនតើបងគាត់ទៅដល់ដូចហើយពេលដែលបើកមក Focus គឺយើងសេរីនៅលើ Tele តែម្ដងអត់ពិបាកយើងសេរីលើម៉ាស៊ីនទេសម្រាប់ការភ្ជាប់ជាមួយ Android គឺយើងយក Miracast ដែលខ្ញុំចុចលើហ្នឹងគឺ Miracast បន្ទាប់ពីយើងចុច Miracast ហើយខ្ញុំប្រើជាមួយនឹងទូរស័ព្ទ Samsung របស់ខ្ញុំនេះខ្ញុំអូសពីលើចុះក្រោមតែ Wi-Fi យើងអាចភ្ជាប់ជាមួយនឹងនៅផ្ទះក៏បានឬក៏យើងបើក Wi-Fi on ចោលក៏បានដែរហើយខ្ញុំរកពាក្យ Smart View នៅលើ Samsung នៅលើ Samsung គឺវាមាន Smart View អញ្ចឹងបន្ទាប់មកវាប្រកាសជា scan device របស់ projector ហ្នឹងហើយ scan ហើយខ្ញុំយកពាក្យ start now បន្ទាប់ពី start now រងចាំមួយសន្ទុះវានឹងចេញអេក្រង់ដូចទៅនឹងទូរស័ព្ទរបស់យើងហើយអញ្ចឹងទូរស័ព្ទយើងបង្ហាញអីវាក៏បង្ហាញនឹងដែរហើយបើសិនជាបងប្អូនចង់ចូល YouTube អីអាចចូល YouTube បានពេលខ្លះបងប្អូនឃើញ YouTube មិនក៏ចេញបញ្ឈរអញ្ចឹងដោយសារតែទូរស័ព្ទបងប្អូនបញ្ឈរអញ្ចឹងពេលតែទូរស័ព្ទបងប្អូនផ្ដេកឬក៏ធ្វើឲ្យវា rotate ទៅវាប្រកាសជាចេញផ្ដេកវិញហើយអញ្ចឹងវានឹងពេញអេក្រង់នៅលើ slide ហ្នឹងតែម្ដងគឺការប្រើប្រាស់គឺងាយស្រួលមែនតើ